អាមេរិកនាំខ្លួនលោកម៉ាណូរ៉ូទៅដល់តុលាការក្រុងញូវយ៉កដើម្បីស្ដាប់ការចោទប្រកាន់នៅទីបន្ទាត់សមត្ថកិច្ចអាមេរិកបាននាំខ្លួនលោកម៉ាណូរ៉ូទាំងដៃជាប់ខ្នោះទៅដល់តុលាការសហព័ន្ធប្រចាំសង្កាត់ Manhattan នៃទីក្រុងញូវយ៉កកាលពីមុននេះបន្តិចដើម្បីឲ្យលោកស្ដាប់ការចោទប្រកាន់ជាច្រើនករណីលោកម៉ាណូរ៉ូនឹងបង្ហាញខ្លួននៅមុខចៅក្រមលោក Alvin Hellerstein ជាលើកដំបូងនៅពេលរសៀលពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន4តាមរយៈវីដេអូឃ្លីបដែលគេថតបានគេឃើញលោកម៉ាណូរ៉ូដែលលោបចូលទៅក្នុងឧទ្ធម្ភាគចក្រដើម្បីដឹកគាត់ទៅតុលាការដោយសារដៃជាប់ខ្នោះហើយមៀតគាត់ធំរហូតដល់កម្ពស់190សង់ទីម៉ែត្រដូច្នេះនៅពេលធ្វើបម្លាស់ទីម្ដងគាត់ត្រូវការជំនួយពីសមត្ថកិច្ចដើម្បីក្រៀកគាត់នៅក្នុងវីដេអូនោះគេឃើញលោកម៉ាណូរ៉ូនិងប្រពន្ធរបស់គាត់ពាក់អាវពណ៌ត្នោតលោកនិងលោកស្រីប្រឈមនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការរួមគំនិតគ្នាជួញគ្រោងញៀននិងបទល្មើសដទៃទៀតតាមគម្រោងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំជាបន្តនៅវេលាម៉ោង10ព្រឹកដើម្បីជជែកគ្នាអំពីការចាប់ខ្លួនលោកម៉ាណូរ៉ូកិច្ចប្រជុំនេះធ្វើឡើងតបតាមសំណើរបស់ប្រទេសកូឡុំប៊ីដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រដ្ឋាភិបាលលោកម៉ាណូរ៉ូសូមអរគុណសូមជម្រាបលា